ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទស្សនាការរកត្រីបែបស្រុកស្រែនារដូវខែប្រាំងបងប្អូនបាទតាក់ទងនឹងខែប្រាំងនេះវាខុសពីខែវស្សាបងប្អូនខែប្រាំងគឺយើងពិបាកក្នុងការរកត្រីមែនទែនដោយសារតាមបឹងតាមបលាយតាមអីផ្សេងហ្នឹងគឺវាមានការរីងទឹករីងអីអស់ចឹងទៅហើយនេះគឺជាវីដេអូមួយដែលខ្ញុំនិងក្រុមគ្រួសារបានទៅស្វែងរកស្រះបងប្អូនស្រះដែលគេបូមត្រីហើយគេបហូតទឹកចូលវិញសល់តិចចឹងណាហើយវារីងទឹកចិត្តអស់ចឹងទៅក៏នាំគ្នាទៅបាចបងប្អូនយើងទប់តំណប់បាចណាដោយសារដើរទៅឃើញមាត់ត្រីវាមានច្រើនបងប្អូនឃើញមាត់ត្រីវាមិនមែនត្រីធំអីបងប្អូនត្រីធំគឺគេបូមចាប់អស់ហើយនៅតែត្រីទូចៗត្រីក្រាញ់ត្រីកាភ្លៀងត្រីអីហ្នឹងឯងហើយនាំគ្នាជាមួយនឹងលោកឪពុកក្មេកបងប្អូនហើយនឹងប្អូនប្រុសម្នាក់នេះប្អូនគាត់ទៅជាមួយដែរគាត់បានជួយគ្នាហើយបាច់ក៏មិនបានច្រើនដែរបងប្អូនបានតិចតួចត្រឹម1សម្ល2សម្លអីហ្នឹងបងប្អូនវាមិនបានច្រើនប្រហែលទេព្រោះអីត្រីគេបូមទៅអស់ហើយត្រីធំអីហ្នឹងនៅតែតិចតួចហើយយើងរស់នៅស្រុកស្រែបើយើងមិនចេះរកត្រីរកក្តាមរកខ្យងអញ្ចឹងទេគឺវាមានការលំបាកដែរបងប្អូនចំពោះការចំណាយចាយវាយប្រចាំថ្ងៃអញ្ចឹងដូចបងប្អូនដឹងស្រាប់ហើយឥឡូវនេះសេដ្ឋកិច្ចវាធ្លាក់ចុះដែរអញ្ចឹងការហូបចុកបើសិនជាយើងអាចឆ្នៃឆ្នុកចេះស្វែងរកនេះរកនោះដូចយើងនៅស្រុកស្រែអញ្ចឹងយើងអាចដើររកត្រីរកក្តាមរកខ្យងតិចតួចទៅយើងគ្រាន់បានមកសម្ល2សម្លទៅវារួចថ្លៃមកហូប2-30000នេះដែរបងប្អូនអញ្ចឹងនេះដូចក្មេងគាត់កំពុងតែទប់តំណប់រៀបចំបាច់វែកបលាយកាយប្រឡងឲ្យវាស្រួលដើម្បីយើងបាច់ទៅឲ្យវាឆាប់រីងឆាប់អីចឹងបងប្អូនហើយទឹកនេះវាមិនច្រើនប្រហែលទេបងប្អូនទឹកតិចដែរទេខ្ទង់មកល្មមដែរយើងបាច់ប្រហែលជាកន្លះម៉ោងទៅ1ម៉ោងអីគឺវារីងឯងបងប្អូនយើងអាចចាប់ត្រីបានហើយនេះគឺសកម្មភាពគាត់កំពុងតែបាច់ហើយខ្ញុំអ្នកថតបងប្អូនអ្នកថតអត់បានចោះជួយបាច់គាត់ទេថតនៅខាងលើចាំថតយកសកម្មភាពឥឡូវឃើញថាយើងបាច់ខ្ទង់ប្រហែលជាកន្លះម៉ោងជាងឃើញវារីងហើយបងប្អូនហើយចាប់ដើមឃើញខ្នងត្រីបដាហើយត្រីដូចនិយាយចឹងបងប្អូនអត់មានត្រីធំអីទេគឺមានតែត្រីក្រាញ់ត្រីកាភ្លៀងអីហ្នឹងត្រីស្រែធម្មជាតិសុទ្ធសាធតែមកហើយត្រីនេះបើសិនជាយកមកអាំង7ខ្ចីអីបងប្អូនអូនិយាយថាជាតិម៉ែជាតិហើយអាំង7ខ្ចីអាំងអីដាក់អាំងឲ្យដាក់ទឹកត្រី7ខ្ចីអីហ្នឹងឆ្ងាញ់ហ្មងបងប្អូនឥឡូវគឺគាត់កំពុងតែចាប់ត្រីហើយមានត្រីខ្លះវាមានកូនផ្ទក់មួយដែរបងប្អូនប៉ិនមេជើងវាលោតឡើងហើយយើងកុំឲ្យវាទៅឆ្ងាយខ្លាចវិញរត់ឃើញទាញវាចូលមកវិញឥឡូវគឺឃើញថាទឹកវាបានរីងល្អហើយគឺយើងថតសកម្មភាពឲ្យបងប្អូនមើលត្រីតិចហើយឥឡូវគឺដល់វគ្គចាប់ហើយបងប្អូនខ្ញុំនេះគឺគាត់អត់ចេះចាប់ត្រីទេបងប្អូនមកនេះមកឲ្យតែបានសម្ដែងទេអត់ចេះចាប់ត្រីទេខ្លាចត្រីអត់ហ៊ានចាប់ត្រីទេហើយត្រូវមាត់ឪរហូតហ្នឹងមើលបងប្អូនមើលមានខ្យងទៅខ្យងយកអូខ្យងក្តាមមកទៅនោះត្រីមើលបារីងមិញត្រីនេះមិនត្រីទិដ្ឋភាពបែបនេះហើយមានអារម្មណ៍ថានឹកសំណោះកាលពីខ្លួនឯងនៅក្មេងបងប្អូនពេលដែលនៅក្មេងគឺឲ្យតែមានអ្នកភូមិគាត់បូមត្រីបូមស្រះទៅបូមកន្លែងណាម្ដងគឺនាំគ្នាទៅហើយទៅឈរខាងចាំពេលដែលម្ចាស់គេចាប់ហើយគឺដល់ពេលយើងម្ដងហើយធម្មតាពេលម្ចាស់គេចាប់ត្រីធំអស់ហើយវានៅត្រីទីទូចនឹងមានត្រីធំខ្លះដែរវានៅកប់នៅខាងក្រោមបងប្អូនវាត្បល់ទៅក្រោមផុកណាអញ្ចឹងយើងចោះទៅវាផ្សងសំណាងដែរប៉ះបានមួយអីល្មមយកទៅឲ្យម៉ែគាត់ស្ងោជ្រក់ស្ងោអីហ្នឹងឯងហើយជីវិតរស់នៅស្រុកស្រែគឺវាបែបនេះឯងបងប្អូនហើយសាមញ្ញតែមានក្តីសុខវាខុសពីជីវិតអ្នកនៅក្រុងវាមានភាពលយឆាយគឺហាមែនតែមិនប្រកាសថាមានក្តីសុខដូចយើងអ្នកនៅស្រុកស្រែនេះទេហើយនិយាយនេះមិនមែនប្រៀបធៀបទេបងប្អូនគ្រាន់តែថាជីវិតអ្នកស្រែអ្នកក្រុងគឺវាមានភាពខុសគ្នា
ហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសយកជីវភាពរស់នៅបែបសុខស្រែនេះហើយមានអារម្មណ៍ថាវាមានក្តីសុខបងប្អូនយើងមានអីយើងហូបនឹងយើងរកត្រីបានមកសម្លពីសម្លវារួចថ្លៃចំណាយយើងដែរហើយបើខែភាសាវិញគឺសប្បាយណាស់បងប្អូនសប្បាយរកត្រីរកក្តាមរកខ្យងណាហើយក៏អរគុណដល់បងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះហើយសូមអធិស្ឋានចំពោះសំឡេងរំខានឬខ្យល់ឬអីហ្នឹងដោយសារយើងថតនៅវាលស្រែបងប្អូនដល់ពេលអញ្ចឹងវាគោវាម៉ែត្រីច្រើនអើយវាមានខ្យល់ខ្លាំងហើយក៏អរគុណដល់បងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទកន្លងមកសូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនហើយកុំភ្លេចជួយចុច like ចុច share ហើយ follow ឲ្យម្នាក់មួយផងបងប្អូនដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទនឹងព្យាយាមស្វែងរកថតវីដេអូថ្មីដើម្បីឲ្យបងប្អូនទស្សនាបន្តទៀតបងប្អូនអរគុណច្រើនជម្រាបលាបងប្អូនជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នាបាយបាយ